ខ្ញុំបានជិះម៉ូតូទៅចូលរួមថតកម្មវិធីរត់មួយនៅលើភ្នំ1005ហើយខ្ញុំបានជួបរឿងសប្បាយៗជាច្រើនលើពីការរំពឹងទុករបស់ខ្ញុំទៅទៀតហើយនេះគឺជាដំណើរវីដេអូរបស់ខ្ញុំដែលខ្ញុំបានជួបរយៈពេលមួយយប់មួយថ្ងៃខ្ញុំបានចេញតាណាពីភ្នំពេញនិងកំពង់ឆ្នាំងដើម្បីទៅដល់គោលដៅរបស់យើងអញ្ចឹងណានៅលើភ្នំ1005ខេត្តពោធិ៍សាត់នៅស្រុកវាលវែងនឹងឯងហើយសម្រាប់ផ្លូវដែលយើងធ្វើដំណើរពីភ្នំពេញទៅខាងខេត្តពោធិ៍សាត់នេះគឺយើងជិះតាមផ្លូវជាតិលេខ5ខ្ញុំហ៊ាននិយាយថាផ្លូវគឺស្អាតមិនគឺស្រួលជិះខ្លាំងមែនទែនហើយវាអត់មានឧបសគ្គអីសម្រាប់ពួកយើងជិះម៉ូតូទេហើយការធ្វើដំណើររបស់យើងនឹងគឺយើងចេញពីកំពង់ឆ្នាំងទៅទេដោយសារតែយើងមកសម្រាប់កំពង់ឆ្នាំងមួយយប់សិនហើយយើងចេញពីម៉ោង6ព្រឹកយើងទៅដល់នោះយើងអាស៊ីលដែរដោយសារតែយើងឈប់ច្រើនអ្នកនរគ្នាឥឡូវខ្ញុំបានមកដល់វាវែងហើយខ្ញុំបានមកដល់1005នៅផ្ទះមនកុកដើម្បីត្រៀមក្នុងការចូលរួមកម្មវិធីថ្ងៃស្អែកអញ្ចឹងណាហើយថ្ងៃស្អែកយើងនឹងមានសកម្មភាពច្រើនដូចជាការរត់ហើយដូចខ្ញុំផ្ទាល់ខ្ញុំនឹងធ្វើការថតឲ្យបានច្រើនជាមួយសកម្មភាពរបស់ពួកគាត់ថ្ងៃហ្នឹងផងដែរតែយប់នេះយើងប្រហែលជាមាន activity ដូចគ្នានៅផ្ទះមនកុកដូចគ្នាខ្ញុំចេញពីកំពង់ឆ្នាំងមកចេញពីភ្នំពេញមកតែពួកយើងចូលស្នាក់កំពង់ឆ្នាំងមួយយប់ម៉ូតូពួកខ្ញុំជិះមានតែ2ទេដោយសារតែគ្នាយើងចេញមក2នាក់អញ្ចឹងណាដំបូងកម្រងថាចង់ជិះឡានទេក៏ប៉ុន្តែយើងជិះម៉ូតូវិញដោយសារជិះម៉ូតូស្រួលជាងហើយនេះអ្នកមកមួយខ្ញុំគាត់មកមួយខ្ញុំជិះម៉ូតូមកមួយគ្នាម្នាក់មួយជិះម៉ូតូម្នាក់មួយចេញពីកំពង់ឆ្នាំងមួយទីច្រឡំអរេកែបក្រោយទុកឲ្យអ្នកផ្សេងហើយខ្ញុំคลิกថតញ៉ាំអស់ហើយបាននឹងឃើញថតកាហ្វេនេះមកអ្នកឆុងរត់អាឌីណារត់អូអ្នកឆុងឥឡូវពួកគាត់កំពុង check sound check sound ហើយតែ check sound ដូច check 2ថ្ងៃហ៎ check 2ថ្ងៃនៅនេះឈ្នះគ្រប់យ៉ាងឈ្នះអីគេឈ្នះទេសភាពខាងក្រោយខ្ញុំហ៊ាននិយាយថានៅភ្នំពេញអត់មានទេទេសភាពអញ្ចេះហ៎ពួកខ្ញុំចេញមកពីកំពង់ឆ្នាំងយើងចាយពេលប្រហែលជា5ទៅ6ម៉ោងដែរពីកំពង់ឆ្នាំងមកដល់នេះប៉ុន្តែខ្ញុំឈប់ច្រើនខ្ញុំឈប់ធ្វើម៉ូតូផងខ្ញុំឈប់ហូបបាយផងខ្ញុំឈប់ចាក់សាំងឈប់សម្រាកឈប់អីចឹងវាច្រើនយើងជិះបែបជាឈៀលប៉ុន្តែយើងមកដល់ដោយជោគជ័យហើយសុវត្ថិភាពរបស់គ្នាហើយនេះខ្ញុំនឹងចង់បង្ហាញដល់អ្នកគ្នាពីទេសភាពនៅផ្ទះមនកុកភ្នំ1005របស់គ្នាបងនេះធ្វើគេហ្នឹងឆឹងឲ្យអ្នកណាវ៉ាវនេះអ្នកមកកាហ្វេថ្ងៃ2កែវខ្ញុំអស់2ដែរខ្ញុំមកយកពោធិ៍សាត់អស់មួយដែរម្ដងនេះមួយទៀត2ស្វាគមន៍មកកាន់ត្រីមនកកអញ្ចឹងនៅយប់មួយថ្ងៃមុនពេលកម្មវិធីហ្នឹងពួកយើងបានជួបជុំគ្នាដើម្បីញ៉ាំអាហារខ្លះៗហើយក៏មានការ announcement ផ្សេងៗពីកម្មវិធីមុនពេលដែលកម្មវិធីរំចាប់តាមមួយស្អែកផងដែរបងស្មៃមិនមានឈ្មោះគេដែរក្នុងវិស័យសិល្បៈលេងមានឈ្មោះគាត់ធ្វើការល្អគាត់មកមុនមកយើង3ថ្ងៃមុនដែរWelcome to Asada Vlog បានឲ្យហូបបាយលេបាញ់លោsurprise នោះគឺយប់ថ្ងៃកម្មវិធីនោះគឺភ្លៀងមែនទែនគឺយប់មុនថ្ងៃនេះគឺភ្លៀងខ្លាំងភ្លៀងរហូតដល់ស្អែកព្រឹកម៉ោង5កម្មវិធីចាប់ដើមពុតក៏នៅតែភ្លៀងដែរប៉ុន្តែសម្រាប់កម្មវិធីរត់មួយនេះគឺវាមិនមែនជាឧបសគ្គទេបើសិនជាភ្លៀងប៉ុណ្ណឹងអី
អ្នករត់ដែលពួកគាត់ចូលរួមរត់ហ្នឹងគឺពួកគាត់រត់ដោយអត់មានបញ្ហាទាំងអស់សម្រាប់ការរត់ហ្នឹងគឺពិសេសមែនទែនព្រោះកម្មវិធីរត់ហ្នឹងគឺរត់បែបលក្ខណៈ on road ខ្លះហើយក៏លាយគ្នាជាមួយ trail ដែរដោយសារតែចំណោតឡើងភ្នំ1500ហ្នឹងគឺរៀងខ្ពស់ដែរហើយផ្លូវនៅលើភ្នំហ្នឹងវាស្អាតក៏ប៉ុន្តែវាក៏មិន smooth ណាស់ណាដែរវាមានគ្រោះវាមានថ្មវាមានអីចឹងណាក៏ប៉ុន្តែវាសម្រាប់អ្នករត់គឺ see point តែម្ដងខ្ញុំហ៊ាននិយាយថាពួកគាត់ដែលមកចូលរួមរត់កម្មវិធីថ្ងៃនោះគឺខ្លាំងមែនទែន Wow. ហើយភ្លៀងនៅតែបន្តធ្លាក់រហូតតតែចប់កម្មវិធីក៏ប៉ុន្តែកម្មវិធីរបស់ពួកគាត់គឺចប់យ៉ាងរលូនមែនទែនហើយពួកយើងក៏ថតវីដេអូបានច្រើនដែរហើយខ្ញុំផ្ទាល់ខ្ញុំថតទាំងភ្លៀងប៉ុន្តែអត់ជាបញ្ហាទេកាមេរ៉ារបស់ខ្ញុំឡេនរបស់ខ្ញុំគឺវាអត់មានបញ្ហាជាមួយតែភ្លៀងទេគឺយើងអាចថតបានកម្មវិធីបានបញ្ចប់ហើយយើងក៏បានបន្តមកផ្ទះមន់គោកដើម្បីធ្វើការសម្រាកហូបបាយថ្ងៃត្រង់ហើយបន្ទាប់ពីសម្រាកហើយពួកយើងបានបន្តដំណើរទៅកាន់ភ្នំពេញវិញដែលពួកគាត់រៀបចំដំណើរមកភ្នំពេញក៏ប៉ុន្តែពួកខ្ញុំជិះម៉ូតូគឺពួកខ្ញុំឈៀងចូលទៅលេងខាងអូសោមកយប់សិនហើយពួកយើងពីរនាក់បានបន្តដំណើរទៅភ្នំពេញវិញថ្ងៃស្អែកបន្ទាប់ខ្ញុំសប្បាយចិត្តមែនតើដែលបានចូលរួមកម្មវិធីមួយហ្នឹងហើយខ្ញុំសង្ឃឹមថានឹងមានកម្មវិធីសប្បាយៗបន្តទៀតហើយវាក៏ជារឿងមួយដែលល្អដែរដែលយើងអាចធ្វើការផ្សព្វផ្សាយនៅតំបន់ទេសចរនៅខាងភ្នំ1500ស្រុកវាវែងទាំងអស់គ្នាផងដែរ